Det her er Living Hope Center i Kambodja. I samarbejde med den lokale kirke, Church of Siem Reap, har Dansk Luthersk Mission bygget centret. Hver dag kommer mange børn og unge, hvor de lærer engelsk og hører om Jesus. Se med her og hør et vidnesbyrd fra en, der kommer på centret og har lært at hækle. ជំរាបសួរខ្ញុំឈ្មោះឌីណាមានអាយុ14ឆ្នាំគ្រួសាររបស់ខ្ញុំមានបងប្អូនរបស់ខ្ញុំមាន4នាក់ហើយខ្ញុំនៅមួយប៉ាម៉ាក់ហើយប៉ាខ្ញុំធ្វើការខ្ញុំនៅតែមួយម៉ាក់ទេធ្វើការនៅចិត្តព្រះវិហារសំណងគ្រួសាររបស់ខ្ញុំអត់សូវស្រួលមែនទេបាក់ត្រង់រឿងជាពាក់អង្គការខ្ចីលុយអង្គការអត់និយាយរួមវាពិបាកហើយគ្រួសាររបស់ខ្ញុំខ្ចីលុយធ្វើតែឲ្យតាក់តឹងហើយទៀតខុសគ្នាត្រង់ទីនេះខ្ញុំបានស្គាល់អំពីព្រះហើយនៅទីនោះខ្ញុំអត់ដែលស្គាល់អីសោះដោយសារខ្ញុំគិតថានៅទីនេះជួយឲ្យខ្ញុំបានរៀនទាំងភាសាអង់គ្លេសទាំងក្រុមផ្សេងៗកីឡាបាល់ទាត់និងកុំព្យូទ័រហើយនឹងមានការចាក់ខ្សែអំបោះផ្សេងទៀតព្រោះខ្ញុំគិតថាថ្ងៃអនាគតបើខ្ញុំធ្វើអីអត់បានខ្ញុំប្រហែលជាធ្វើការមួយនឹងរកលុយបើកហាងដោយខ្លួនឯងបើអនាគតខ្ញុំពិតប្រាកដខ្ញុំចង់ក្លាយជាទាហានព្រោះខ្ញុំចង់ការពារប្រទេសជាតិដោយសារឥឡូវពងវឹកវររឿងសង្គ្រាមព្រះយេស៊ូវបានផ្លាស់ប្ដូរជីវិតខ្ញុំពីមុនធ្លាប់ជាក្មេងម្នាក់ដែលអត់ស្គាល់អីទាំងអស់ហើយពេលបានមករៀននៅទីនេះស្គាល់អ្វីៗទាំងអស់ដែលមិនអាចខ្ញុំគិតដល់បាយបាយជម្រាបលា